ជាបឋមនាងខ្ញុំសូមលំអោនកាយគោរពលុនតួជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះអធិស្ឋានផងទីណាអត់បាននិយាយបើវីដេអូដែលបន្តទេចាដោយសារតែពេលនេះរៀបបញ្ញាប់ដែរត្រូវធ្វើដំណើរទៅដល់ការ៉ាសាំងម៉ោង 6 ឡានគេមកយកម៉ោង 6 កន្លះដើម្បីធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញឬក៏សៃហ្គនហ្នឹងឯងឥឡូវគេឲ្យចុះមកកន្លែងញ៉ាំអីហៅនំប៉័ងប៉ាតេមកកណ្ដាលឲ្យនំប៉័ងជាតួអាំងមកកណ្ដាលបងប្អូនខ្ញុំទុកលុយហឺហានៅវៀតណាមនេះឥឡូវនំប៉័ងមកកណ្ដាលនេះញ៉ាំ2នាក់ឥឡូវម៉ោង 10 កន្លះហើយបានមកដល់ព្រំដែននៅបាវិតគ្រាន់តែទៅដល់ព្រំដែនភ្លាមគឺយើងរត់ទៅទិញស៊ីមភ្លាមហ្មងអត់បានរត់ទៅនិយាយលេងហ្នឹងណាដោយសារតែដើម្បីតាក់ទងគ្នាបានលេងអ៊ីនធឺណិតណាមួយស៊ីមនៅនឹងក៏វាថោកដែរប៉ុន្តែគឺមានបញ្ហាមួយត្រង់ថាស៊ីមពេលហ្នឹងគឺដំណើរការបានតែនៅទីក្រុងសៃហ្គននៅពេលដែលយើងជិះទៅដាណាំងគឺថាស៊ីមហ្នឹងដំណើរការអត់កើតហ្មងលេងអ៊ីនធឺណិតអត់កើតហ្មងយើងចាំបាច់ត្រូវទៅទិញស៊ីមថ្មីហ្មងទៅវាបង្កជាចម្ងល់មួយឲ្យខ្ញុំឆ្ងល់ថានៅស្រុកហ្នឹងប្រព័ន្ធទូរស័ព្ទគេដំណើរការតាមតំបន់អញ្ចឹងមែនឬក៏មិនចូលមកកាន់ vlog យើងវិញបន្តពីជីឡានឲ្យរយៈពេលប្រហែលជា6ម៉ោងជាងយើងក៏បានមកដល់ទីក្រុងសៃហ្គនឥឡូវម៉ោង 1:72 ឯងដឹងតែមកដល់ហូជីមិញមិនដឹងផ្ញើវ៉ាលីណាកន្លែងឡានក្រុងចុះមិនដឹងឲ្យមកហៅអីញ៉ាំពេលថ្ងៃខ្ញុំឡើងហែវខ្លាំងតែតែមិនដឹងតែថាចុះនៅចិត្តកន្លែងដែលខ្ញុំធ្លាប់កេងការខ្ញុំមកវៀតណាមមួយប៉ាលើកមុននៅម្ដុំគ្នាគឺហែវនៅហែវវ៉ាហែវមែនតែហែវលេងហែវលេងហូបដំបងគេដែលញ៉ាំនៅវៀតណាមគឺ of course ឲ្យទឹកតែបងខ្ញុំប្រឡំធ្វើ selfie តែពិតក៏ចង់ថតឲ្យជាប់ background អូបងថ្លៃមកបាត់គេដាក់ក្រាស់ជូតមាត់លើតុចឹងតិចថាតិចហែកយកគិតលុយគឺក្រាស់ជូតមាត់ហ្នឹងគឺតាមហាងឯងកន្លែងខ្លះគឺគេដាក់ក្រាស់ជូតមាត់ស្ងួតដូចយើងធម្មតាអញ្ចឹងណាប៉ុន្តែបើកន្លែងខ្លះបើសិនជាគេដាក់ក្រាស់សើមចេះតែយើងហែកគឺដឹងលុយឯចានេះគេលក់ត្រេនដាក់អូសកង់លក់មានជាការចូលសវែនទិញឆែតអស់ថ្មិញចាជាងអៀតជាងយើងគ្រាន់ថាវាវែងតែបើនិយាយពីទំហំនៅស្រុកខ្មែរយើងបើកនេះជាងធំជាងហើយឥឡូវយើងហៅ Grab ទៅកាហ្វេ Apartment កាហ្វេត្រេនមិនឆាឡាតេហើយនេះ Strawberry smoothieឥឡូវយើងដើរទៅសៃហ្គនសិនខើមកស្មាននេះអត់សូវមានមនុស្សច្រើនទេបើកាលលើកមុនណាមកពេលយប់អូយមានអារម្មណ៍ថាដូចមកតលេមកវាំងយើងអញ្ចឹងគេយកកូនគេមកលេងអីពេលល្ងាចមកតលេអីតែអ្នកមិនតលេគ្រាន់ថាវា vibe តែមួយទូហើអាងកពស់ត្រូវចុះតែប៉ុណ្ណឹងគេចាយយើងចន់តែចេះហងឡងផ្លូវហើយយើងមកដល់សៃហ្គនសិនធើគេខ្ញុំអត់បានថតអីច្រើននៅក្នុង Saigon Center ហ្នឹងទេដោយសារតែវាដូចតែផ្សារទំនើបនៅស្រុកខ្មែរយើងអញ្ចឹងហើយយើងក៏បាននៅក្នុងនឹងតាមផ្លែដែរឥឡូវយើងកំពុងតែធ្វើដំណើរទៅកាន់ប្រៃសណីដែលល្បីនៅទីក្រុងហ្នឹងឯងមិនហ្នឹងផ្លូវធំហើយអត់មាន stop ទៀតចាឡើងជិះឡងវើឡើងមកដល់មុខយើងមកគេជន់ប្រាំងតាមភ័យហ៎ប្រយ័ត្នជាប់កាំងហ្នឹងហើយបងប្អូនហើយនឹងឆ្លងទៅមកជិះនេះបារម្ភហើយយើងទៅមកថតនេះបាយមកខាងនេះបាយមកខាងនេះអូឈរចាំមកគេថតឲ្យនេះជាទូទៅឲ្យតែគេមកលេង post office ឬក៏ប្រៃសណីគឺគេអត់ដែរចោល book street ទេដែលយើងដើរមកខាងឆ្វេងហូតតែមិនតិចទេគឺយើងមកដល់ហើយពេលល្ងាចគឺយើងបានមកញ៉ាំបាញ់អ៊ូតអធិស្ឋានបើសិនជាខ្ញុំហៅខុសដោយសារតែអត់ចេះវៀតណាមទេចាមកតាមគេ review នៅក្នុង TikTok ទេនិយាយទៅអានេះគឺគេញ៉ាំខ្ចប់មូលដូចគោអញ្ចឹងគ្រាន់ថា snow ខាងក្នុងគឺមិនដូចគ្នាទេលេងនៅខ្មែរគេហៅទឹកត្រីកោះកុងដល់ពេលនៅវៀតណាមគេហៅទឹកត្រីអីត្រីសៃហ្គនទឹកត្រីសៃហ្គននៅកំពើថានេះទឹកត្រីសៃហ្គនណាអត់ជ្រលក់គេមាន4អានេះឬជាដូចទឹកត្រីបុកអានោះដូចទឹកត្រីយើងជ្រលក់មិនឆៅអីចឹងដល់ពេលអានេះអត់ដឹងអីតែវាឆ្ងាញ់បាទនេះទឹកកាពីតែរសជាតិដូចទឹកប្រហុកហ្នឹងអត់ដឹងហ៎ដឹងតែវា something like that អាទឹកលាកឆ្ងាញ់ជាងគេទេមានជាការដើរអូសវ៉ាលីតាមផ្លូវសាធារណៈសួនច្បារអញ្ចឹងណាដោយសារមុនហ្នឹងដកវ៉ាលីពីយើងផ្ញើពីកន្លែងនោះតាំងថ្ងៃមិញដោយសារម៉ោង 7 គេបិទជិះទៅយើងដកមកឲ្យចាំហៅតាក់ស៊ីដើម្បី
3ទៅពលានឥឡូវយើងមកដល់ airport គេហើយដល់ airport ឈ្មោះអីណាដល់លើកនេះអូបើដល់ឈ្មោះអីមែនលើកនេះជិះយន្តហោះរបស់ Vietjet ទី1យើងខានជិះយន្តហោះមើល5-6ឆ្នាំមិនតាំងពី2019ទៀតទេតាំង COVID ចឹងទៅមានអារម្មណ៍ថាដូច first time ម្ដងទៀតចឹងពេលយប់ម៉ោង8-9យប់ចឹងណាប៉ុន្តែមនុស្សនៅឡើងពេញនឹងហ្មងអង្គុយចាំហ្គេតឡើងពេញនឹងដើរអ្នកដដើមទីអង្គុយជិនប្រួយតែពេលយប់ចឹងមើលអីអត់ឃើញទេចូលហ្នឹងណាហើយនឹងនេះ We landed safely ម៉ោង11ចាអត់ងុយដេកទេប៉ុន្តែហេវគឺបានមកដល់អូតែលហើយប៉ុន្តែគេប្រាប់ថាគឺបន្ទប់បញ្ហាភ្លើងអីមិនអញ្ចឹងហើយយប់ហ្នឹងគេឲ្យយើងទៅដេកនៅអូតែលនៅទល់មុខនឹងសិនប្រហែលគេ corporate មួយគ្នាអញ្ចឹងគេឲ្យដេកនៅមួយយប់ហើយស្អែកឡើងចាំមកដេកនៅនេះវិញតែឥឡូវម៉ោង 2:10 ណាឡើងញ៉ៃមិនតបាន check in ទេនេះសូតែលតោកន្លែងខ្ញុំត្រូវគេនឹងមួយយប់11រៀលវារៀងគ្រាន់បើដល់ទៅពេលមកអាទួលមុខនេះហ่ะវាអត់សូវស្អាតទេសង្ស័យមួយយប់តែ5-6រៀលដឹង It looks kind of creepy ប៉ុន្តែ luckily យប់នឹងគឺអត់មាន show អីទេបន្ទប់នៅជើងមេជើងមុខបន្ទប់ខ្ញុំនៅនេះបន្ទប់បងខ្ញុំនៅចង់បន្ទប់មិនធោះទេមិនដឹងធោះទៅណាបន្ទប់2 ម៉ែត្រ 4 ជ្រុងចឹងមែនថាចង់ញ៉ាំមីទាំងយប់ប្រហែលទេប៉ុន្តែនៅម្ដុំខ្ញុំដេកនៅដាណាងគឺថាអត់មានអីលក់សោះហ្មងពេលយប់បិទភ្លើងដល់ងឹតបាត់ស្ងាត់ឈឹងអស់ហើយលីងអត់មានថាពេលយប់លក់មីឆាបាយឆាបោកខងកាពេលយើងអីចេះក្នុងបន្ទប់គេនេះមានមីឲ្យ2កំប៉ុងកងអីដេញហៅតោភ្លឺសំខាន់មីនេះរូបរាងមិនដែលឃើញឲ្យរសជាតិក៏ចម្លែកទៀតមីរសជាតិកោស្រីហីអញ្ញើសយោឥឡូវក្នុង10មិន10អីយ៉ានិយាយថាសមវិញធ្វើតាណាហត់ហេហែអពេលចឹងទៅដេកមកឆ្អែតយកកម្លាំងដើម្បីដើរថ្ងៃហ្នឹងឥឡូវ check in មកអានេះវិញមិននឹងយកអីវ៉ាន់ចេញពីកន្លែងដេកយប់មិញហើយ check in នេះបើធ្វើមុខចឹងទេធ្វើឲ្យស្អាតនិយាយទៅបានបងពើមួយលោកអាមាន girly គេមើលតែរបៀបវិញអង្គុយក៏ដឹងដែរនេះក៏មើលបងហើយមើលប្អូនមកកហ្មងមានដូចគ្នាមិនតិចអូគេតោះលុយត្រង់បន្ទប់នេះគេមានបើកចូលមកជាមានកញ្ចក់ចែហើយគេមានទទួលមានតុមានអីហើយនិយាយទៅបន្ទប់ទួយដដែលប៉ុន្តែវាក្រហមស្អាតជាងមុនមានអីមិន10រៀលប៉ុណ្ណឹងវា reasonable ហ៎អូឡាស៊ីនផងវាជើងហ្មងនេះ view ខែប្អូនគេនៅនេះមានស៊ីក្លូដូចយ៉ាងណាឥឡូវហ្នឹងមក2:10កន្លះហើយតន់នឹងបាយនៅណានៅណីនេះអត់ដឹងព្រឹកញ៉ាំអីនិយាយមែនតែ have no idea ព្រឹកហ្នឹងអត់បានញ៉ាំអីទេមិនផឹកទេថ្ងៃនឹងផឹកទាំងថ្ងៃហ្នឹងញ៉ាំអីគេអត់ដឹងឥឡូវពងនឹងខាងនៅមុខហ្នឹងគេមានសាដើរទៅរកញ៉ាំនៅនឹងទៅដំបូងយើងថាចង់រកអីញ៉ាំនៅក្នុងផ្សារគេនេះអញ្ចឹងណាវាបែប local អញ្ចឹងទៅប៉ុន្តែយើងអត់ទាន់រកអីតំណងណែយើងចង់ញ៉ាំឡើយទេអញ្ចឹងទៅក៏ចេញមកក្រៅវិញមានអារម្មណ៍ថាយើងឈរថតកន្លែងណាក៏ស្អាតហើយសួរថាមានអីអត់ទេស្តាកន្លែងគេលក់កៅអៅលក់អីតែមានតែផ្លូវគេរៀបចំដេកគួរអីនោះស្អាតហ្មងចុងក្រោយយើងក៏សម្រេចចិត្តថាមកញ៉ាំនៅក្នុងហាងនេះដែលយើងស្គាល់តាម TikTok ដែរឃើញគេ rate ល្អច្រើន vibe ដូចរៀបចំចឹង something like thisទូជាងនឹងមនុយឆ្ងាយណាមើលប៉ុន្តែ snow happy ហ្នឹងមិន snow ពីគេអានេះ snow happy ចិត្តញ៉ាំណាជាងគេទូពូចឹងណាពូជឿកំពៅអានេះស្នីមិនសុំឥឡូវភ្លក់របស់កំពៅថាឆ្ងាញ់ស្តៀងបាញ់សុំតែមានអារម្មណ៍ថាគេមិនប្រើទឹកត្រីដូចយើងទេអានេះសុទ្ធជ្រូកអាំងបន្ទាប់ពីញ៉ាំបាយថ្ងៃហ្នឹងហើយយើងអត់ទាន់ដឹងថាត្រូវធ្វើអីទៀតទេដោយសារតែមេក្តៅពេកក៏សម្រេចចិត្តថាមកហាងកាហ្វេនេះដែលយើងស្គាល់តាម TikTok ទៀតដែរគេមានលក់នំភេសជ្ជៈតំណសំខាន់គេសបោកន្លែងថតគេដេកបែបចិនបុរាណ vintage ហើយគេមានឡើង2ជាន់ទៅលើទៀតហ៎នេះអានេះមួយជាន់លើគេបងអស់មួយទៀតនេះគេមាន2ជាន់ថ្ងៃក្តៅណាទេសភាពដូចនេះចិនអញ្ចឹងខ្ញុំហៅបាច់ឆាគេជាបាច់ឆាយើងចម្លែកខ្ញុំមិនដឹងថាម
មកពីខ្ញុំភ្លក់មួយឆាអត់តมันគ្រប់ប្រភេទនៅឡើយឬក៏មិនទេប៉ុន្តែផឹកនៅស្រុកខ្មែរគឺថាច្រើនគឺឆ្ងាញ់ប៉ុន្តែនៅវៀតណាមនេះ3អ្នកបងប្អូនខ្ញុំគឺថាសាកមួយឆាសឹងតែគ្រប់ហាងកាហ្វេប៉ុន្តែរសជាតិគឺថាចម្លែកទាំងអស់អត់ចេះផឹកហ្មងតែខ្ញុំនិយាយអញ្ចឹងមិនប្រាប់ថាពេលទៅវៀតណាមកុំឲ្យផឹកមួយឆាណាបងប្អូននៅតែអាចសាកបានដោយសារតែយើងមានចំណង់ចំណូលចិត្តខុសៗគ្នាអញ្ចឹងទៅនៅពេលដែលមេតិចហើយគឺនឹងពេលរបស់យើងឯងចាប់ផ្ដើមចាញ់ពេញបេសកកម្មក្នុងការដើរថតរូបឡើងបែរឡែពេញហ្នឹងគួយក៏ផឹកដើរក៏ផឹកដល់ទៅពេលចាប់ផ្ដើមខ្សោះជាតិទុកក៏នឹកឃើញថាចង់មកសាអភេសជ្ជៈមួយយ៉ាងដែលល្បីពេលមកដល់ហុយអានគឺគេអត់ដែលម្លងទេហាងនឹងដើរកាត់មុននឹងគេតម្ងជួរឡើងវែងណនលុះហើយឥឡូវគឺថាអត់មានការតម្ងជួរគ្រាន់ថាមនុស្សរឿងតិចជាងមុនអញ្ចឹងណាទើបតែចាប់អារម្មណ៍ពេកដែលថាតែពិតហាងនឹងគឺគេមានលក់របស់ញ៉ាំអីផ្សេងដែរប៉ុន្តែចម្លែកល្បីតាទឹកនឹងយើងអានគេស្ដាប់បានយើងផឹក review នៅនឹងប្រហែលមិនឌីលនៅនឹងធម្មតាតែវាមិនក្តៅចឹងវា refreshរត់ទៅឆ្ងាញ់ដឹងតែមានក្រូចឆ្មាហើយទឹកឃ្មុំនឹងប៉ុន្តែអត់ដឹងថាគេលាយជាមួយទឹកឬក៏តែអីក៏មិនទេដឹងតែនឹងមានក្រូចឆ្មាហើយទឹកឃ្មុំផឹកទៅវានៅសល់ជាផ្អែមក្នុងមាត់ច្រើនណានិយាយទៅផ្អែមខ្ញុំផឹកចេញផ្អែមជាប់អណ្ដាតចឹងណាបបងឲ្យប្អូនខ្ញុំផឹកចេញល្វីងជាប់អណ្ដាតបើនឹងខ្ញុំវិញគឺថាទឹកនឹងឆ្ងាញ់បរោយរកចង់តែផឹកតែទឹកនឹងទៀតទេឥឡូវយើងក៏ដើរមកដល់កន្លែងដែលគេលក់វត្ថុអនុស្សាវរីយ៍ច្រើនបែបច្រើនយ៉ាងជាតូចអញ្ចឹងណាបងប្អូនចង់និយាយថាទូលុយវៀតណាមពិបាកចាយច្រើនទុងច្រើនសូនមិនក៏ដោយតែនៅតែត្រូវតថ្លៃតែមិនអញ្ចឹងទេអ្នកលក់គេថាចាប់យើងចាក់កបដោយតាហួរកន្លែងគេលក់គ្រឿងអនុស្សាវរីយ៍កន្លែងនេះគឺថាផ្សារតែខ្មៅបរោយនេះឃើញអាំងតាមផ្លូវអញ្ចឹងឯងប៉ុន្តែក៏មើលណែមើលបកងឃើញតំណងជាសាកទៅណាបងប្អូនម្នាក់មួយចកពីចកអញ្ចឹងទៅនិយាយទៅបានរសជាតិប្លែកៗដែរតាអានេះឃើញស្លឹកអញ្ចឹងប៉ុន្តែវាមានស្នូខាងក្នុងអញ្ចឹងខែពីនេះណាសាច់ឈូកញ៉ាំហើយញ៉ាំមកដាក់កូនសក្តិដាក់អីហាត់សាច់គោចាគឺមានទឹកខ្ទឹមហើយស្លែកដីហើយស្ករឡោពេលយកគឺថាគេជីកទូកច្រើនហ្មងនេះសងខាងស្ពានចាមកដល់អាកន្លែងគេជួលថតដល់សារអាកន្លែងហ្នឹងយើងថតយើងត្រូវអស់លុយយើងអត់មែន free ដូចកន្លែងផ្សេងទេចាក់សាក់នេះជាប់តា15ថ្ងៃឯងពេលហ្នឹងដើរយូរមានអារម្មណ៍ថាស្តៀងនៅ pub street មកយកបងប្អូនហើយមិនអស់ចិត្តទេឃើញដៃមឹកអាំងនេះតំណងនេះដាក់មួយចាន4នាក់ចង់និយាយថាប្រៃខ្ញុំញ៉ាំតែ2-3ម៉ាត់ដើរចេញពីហ្នឹងតមិនប្រហែលជាហ៊ានផងឃើញតែអីនេះតាក់ចិត្តថងថាគាត់អាំង hot dog នៅលើគ្រូហើយមាន cheese stick មានអីនេះទិញទាំងពីរមុខហ្នឹងមកគាត់ថាឆ្ងាញ់ទាំងពីរមកបងប្អូនឡើង best អូនមើលទីនោះណោះសំជាទីដែលយើងអង្គុយញ៉ាយគ្នាទេក៏មកអង្គយូរឡើងទៅរយមានណាខ្ញុំមួយប្អូនខ្ញុំនេះឆ្អឹងទៅតឹងកគេតានេះនិយាយទៅមកហ្នឹងអត់មានអីត្រូវញ៉ាំអីណាស់ណាគ្រាន់តែចង់មកឈៀលនៅលើដបូអញ្ចឹងណាសុំទោសបងប្អូនមុននឹងខ្ញុំនិយាយថាប្រហែលជាកំងអីញ៉ាំតិចតួចគាត់ធ្វើ啥គេទូទៅចាគាត់អីលៀងដៃអត់ឲ្យមានទឹកហាលទៅឈោលលៀងដៃឲ្យមានទឹកហាលអូនបន្ទប់ទឹកមានហាលគេឆ្ងាញ់ជាងគេចាជាងអីគេឆ្ងាញ់ជាងគេស្តេកញ៉ាំនឹងស្តេកទេស្តេកទេបើហៅស្តេកមកតែតោះមិនញ៉ាំពីដាណៃអត់ហូបទេពីសាមើលអត់តំណងបងអត់តំណងបងប្អូនបងញ៉ាំចង់ជម្រាបបងប្អូនថាអា vlog ដើរលេងនៅវៀតណាមភាគ1គឺចាប់ត្រឹមហ្នឹងហើយបើសិនជាបងប្អូនអត់ចង់ខកខាននាទី2ទេកុំភ្លេច follow Facebook page និង account TikTok និង YouTube ខ្ញុំវិញគឺខ្ញុំផុសមក vlog ពេញហ្មងអញ្ចឹងកុំភ្លេចចូលទៅ subscribe ម្នាក់មួយផងណាអរគុណបងប្អូនជាអាយកបកាមកដែលបានទស្សនាវីដេអូនេះបាយបាយ